ហេតុអ្វីជប៉ុនស្រាប់តែដាក់ពង្រាយកាំជ្រួចរយៈចម្ងាយឆ្ងាយដែលអាចបាញ់ដល់ទឹកដីចិននិងកូរ៉េខាងជើងនៅពេលនេះអ្នកតាមដានបានបង្ហាញចំណាប់អារម្មណ៍ថានេះគឺជាសញ្ញាថ្មីមួយអំពីការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិករវាងជប៉ុនចិនកូរ៉េខាងជើងនិងតៃវ៉ាន់បើតាមគេហទំព័រ dailydigest.com បានឲ្យដឹងថាជប៉ុនបានចាប់ផ្ដើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួននៅលើកោះ Kyushu ភាគខាងត្បូងជិតខេត្ត Okinawa ចំពេលដែលភាពតានតឹងកំពុងតែកើនឡើងបើតាមគេហទំព័រ The Guardian បានឲ្យដឹងថាកាំជ្រួចរបស់ជប៉ុនទាំងនោះអាចបាញ់បានរយៈចម្ងាយ 1000 គីឡូម៉ែត្រស្មើនឹង621 ម៉ាយដែលអាចបាញ់ដល់ប្រទេសចិននិងកូរ៉េខាងជើងតែម្ដងសារព័ត៌មានក្នុងស្រុកជប៉ុន Kyodo News បានចុះផ្សាយថារដ្ឋាភិបាលជប៉ុនកំពុងបង្កើនប្រព័ន្ធការពារសន្តិសុខនៅតាមបណ្ដោយប្រជុំកោះណាន់សៃដែលនៅជិតតៃវ៉ាន់ហើយការជ្រើសរើសកោះ Kyushu ដែលនៅជិតតៃវ៉ាន់នោះគឺដើម្បីជៀសវាងការគំរាមកំហែងពីសំណាក់ប្រទេសចិនការដាក់ពង្រាយនេះបានធ្វើឡើងចំពេលដែលចិនកំពុងទាមទារការគ្រប់គ្រងកោះតៃវ៉ាន់កាន់តែខ្លាំងនិងដោយសារតែការព្រួយបារម្ភថាការឈ្លានពានមួយអាចនឹងកើតឡើងសារព័ត៌មាន The Guardian បានចុះផ្សាយថាការដាក់ពង្រាយនេះទំនងជាមានការគាំទ្រពីសហរដ្ឋអាមេរិកដែរលោកប្រធានាធិបតីត្រាំបាននិយាយថាយើងមានទំនាក់ទំនងល្អជាមួយជប៉ុនជាមួយកិច្ចព្រមព្រៀងអំពីការបន្តការការពារប្រទេសជប៉ុនប៉ុន្តែពួកគេមិនចាំបាច់ការពារយើងនោះទេភាពតានតឹងដែលកំពុងកើនឡើងនេះទំនងជាផ្អែកលើលទ្ធផលស៊ើបអង្កេតចុងក្រោយរបស់ទីភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក CIA ក្នុងនោះបើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ CIA បានបង្ហាញថាប្រធានាធិបតីចិនស៊ីជីនពីងបានបញ្ជាឲ្យយោធាត្រៀមខ្លួនសម្រាប់ការឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ2027ហេតុផលសមស្របមួយនោះគឺថាពេលនេះចិនកំពុងតែបន្ថែមកម្លាំងកាន់តែច្រើននៅប្រជុំកោះតៃវ៉ាន់ស្របពេលនយោបាយការបរទេសរបស់លោកដូណាល់ត្រាំហាក់មិនទាន់ច្បាស់លាស់ចំពោះតៃវ៉ាន់ក្នុងនោះគេជឿថាបើសិនជាអាមេរិកបន្ធូរបន្ថយការការពារតៃវ៉ាន់តែបន្តិចចិនអាចនឹងជ្រៀតចូលភ្លាមតែម្ដងហេតុដូច្នេះយើងមានតែបន្តរងចាំតាមដានទាំងអស់គ្នាបន្តទៀតតែប៉ុណ្ណោះ